Đầm nốc đầm cảng châm phục sai sấp rầm buồnประชาชนទាំងឡាយអើយចូលនាំគ្នាត្រង់ត្រាប់ស្ដាប់មនុស្សម្នាដែលរស់នៅលើផែនដីទាំងមូលអើយចូលនាំគ្នាយកចិត្តទុកដាក់ស្ដាប់គឺទាំងអ្នកតូចទាំងអ្នកធំទាំងអ្នកមានទាំងអ្នកក្រខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិតខ្ញុំនឹងសម្ដែងចេញនូវគោលគំនិតប្រកបដោយប្រាជ្ញាខ្ញុំនឹងផ្ចង់ចិត្តស្ដាប់ពាក្យព្រានប្រដៅរបស់អ្នកប្រាជ្ញហើយខ្ញុំនឹងដោះស្រាយប្រស្នាទាំងលេងពិនកំដរផងនៅគ្រាមានអាសន្នឬពេលមានខ្មាំងសត្រូវមកក្លោងព័ទ្ធខ្ញុំនឹងមិនភ័យខ្លាចអ្វីសោះឡើយមនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យសម្បត្តិរបស់ខ្លួនគេអួតអាងព្រោះមានទ្រព្យសម្បត្តិស្ដុកស្ដម្ភពុំមាននរណាម្នាក់អាចលួសអ្នកដទៃបានឡើយហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ដើម្បីលួសជីវិតរបស់ខ្លួនបានដែរត្បិតតម្លៃលួសជីវិតរបស់មនុស្សថ្លៃណាស់គឺទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយក៏មិនគ្រប់គ្រាន់ដែរតើមនុស្សអាចរស់នៅរហូតដោយគេចផុតពីដណ្ដៅមច្ចរិកបានឬយើងនឹងឃើញច្បាស់ថាអ្នកប្រាជ្ញក៏ដូចជាមនុស្សឆោតល្ងង់អាប់ឥតប្រាជ្ញាដែរគេត្រូវតែស្លាប់ទាំងអស់គ្នាហើយទុកទ្រព្យសម្បត្តិខ្លួនឲ្យអ្នកដទៃគេនឹកក្នុងចិត្តថាគេហដ្ឋានរបស់គេនឹងនៅថិតថេររហូតតទៅលំនៅឋានរបស់គេនៅគង់វង្សពីចំនួនមួយទៅចំនួនមួយហើយគេដាក់ឈ្មោះដីធ្លីគេតាមឈ្មោះរបស់ខ្លួនថែមទៀតក៏ប៉ុន្តែមនុស្សដែលមានកិត្តិយសរុងរឿងពុំអាចគេចផុតពីស្លាប់បានទេគេមិនយល់ថាគេនឹងត្រូវបាត់បង់ជីវិតទៅដោយសត្វទេរឆាននោះឡើយរីឯអស់អ្នកដែលទុកចិត្តលើខ្លួនឯងហើយស្កប់ចិត្តនឹងពាក្យសម្ដីរបស់ខ្លួនអនាគតរបស់គេនឹងបានដូចតទៅនេះអ្នកទាំងនោះប្រៀបដូចជាកូនជៀមដែលយកទៅសម្លាប់អ្នកគង្វាលខ្វៀលវងជៀមយ៉ាងណាមច្ចរាជក៏នឹងខ្វៀលពួកគេយ៉ាងនោះដែរមនុស្សសុចរិតនឹងជន់ឈ្លីពួកគេរូបកាយរបស់ពួកគេនឹងរលាយសូន្យហើយទៅរស់នៅក្នុងឋានមនុស្សស្លាប់ក៏ប៉ុន្តែព្រះជាម្ចាស់នឹងរំដោះជីវិតខ្ញុំឲ្យរួចពីអំណាចនៃសេចក្តីស្លាប់ព្រះអង្គនឹងយកខ្ញុំទៅពេលឃើញនរណាម្នាក់ទៅជាអ្នកមានហើយឃើញទ្រព្យសម្បត្តិចេះតែរីកចម្រើនកុំភ័យខ្លាចអីបើពេលស្លាប់ទៅគេពុំអាចយកអ្វីទៅជាមួយបានទេគឺគេមិនអាចយកទ្រព្យសម្បត្តិចុះទៅក្នុងរណ្ដៅជាមួយឡើយទោះបីគេយល់ថាខ្លួនមានសុភមង្គលក្នុងជីវិតនេះហើយទោះបីមានអ្នកដទៃកោតសរសើរដោយឃើញគេបានចម្រុងចម្រើនក៏ដោយក៏គង់តែគេត្រូវចុះទៅជួបជុំនឹងដូនតារបស់ខ្លួនជៀសមិនផុតនៅកន្លែងដែលគេពុំអាចមើលឃើញពន្លឺទៀតឡើយមនុស្សដែលមានកិត្តិយសរុងរឿងតែមិនយល់អ្វីសោះនោះគេនឹងបាត់បង់ទៅដោយសត្វដេរឆាន